បាទសួស្តីគុណអ្នកទី7ដែលរៀនជាមួយលោកគ្រូទាំងអស់គ្នាបានមកដល់មហាត់មួយនេះគឺជាមហាត់ជួយពង្រឹងបន្ថែមពាក់ព័ន្ធនឹងមហាត់ប្រឡងឆមាសរបស់យើងខាងមុខនេះបាទអញ្ចឹងមហាត់បែបនេះជាមហាត់ប្រភេទរោគរបស់មុំ N ដែលមុំ N យើងគឺវាតាំងដោយ N ក្រេហើយរូបរបស់យើងមាន3ផ្នែកនេះបាទផ្នែកទី1ទី2ទី3ហើយគុំនេះទាំងអស់ទៅយើងបានមុំរៀបអញ្ចឹងយើងត្រូវធ្វើតាមអ្នកតំណងផលបូកមុំហើយលទ្ធផលរបស់វាស្មើនឹងមុំ180ដឺក្រេដោយសារមុំរៀបស្មើ180ដឺក្រេដូច្នេះគឺយើងសរសេរពាក្យថាគេមានក៏បានដោយក៏បានណារបៀបឆ្លើយរបៀបធ្វើអញ្ចឹងយើងថាគេមាននេះជាគំរូសម្រាប់យើងត្រៀមបាទធ្វើលំហាត់នានាដល់ថ្ងៃប្រឡងជាក់ស្ដែងគឺយើងបាទចេះនៅតាមនេះត្រៀមฝึกហាត់សមខ្លួនឯងស្វ័យសិក្សាខ្លួនឯងអញ្ចឹងគេមានមុំទី1យើង n ដឺក្រេបូកមុំទី2យើង n បូក75ដឺក្រេបូកឲ្យមុំទី3ពី n ដឺក្រេដក15បាទអញ្ចឹងស្មើនឹងបាទស្មើនឹង180ដឺក្រេវាមកពីមុំរៀបបាទមុំរៀបបាទមុំរៀបអញ្ចឹងយើងចាប់ដើមបន្តទៀតយើងប្រមូលផ្ដុំ n តាម n មកបាទ n ដឺក្រេបូក n ដឺក្រេបូកឲ្យ2 n ដឺក្រេតមកទៀតយើងយកលេខតាមលេខបាទអានឹងនៅក្នុងអង្គទី1បូកឲ្យ75ដឺក្រេរួចដក15ដឺក្រេស្មើនឹង108អញ្ចឹង n ដឺក្រេរបស់យើងមាន1 2ហើយមួយទៀត2 n ដឺក្រេអញ្ចឹងសរុបចូលគ្នាមក4 n ដឺក្រេបាទយើងតម្លៃ75ដក15ទៅយើងឃើញតម្លៃ60ដឺក្រេអញ្ចឹងស្មើនឹង108បាទអញ្ចឹងខ្ញុំបន្តទៀតគឺបោះ60ទៅអង្គទី2ដល់យើងសរសេរទុកនៅ 4n អង្គទី1យើងស្មើនឹង108បាទបូករុញទៅដកបាទបោះ60អង្គទី2ចេញដកអញ្ចឹងយើងបាន 4n ដឺក្រេស្មើនឹង120បាទចូល108ដក60ចេញ120ហើយ n ដឺក្រេយើងបន្តគឺស្មើនឹង120បាទចែកជា4ទៅយើងបោះ4ទៅគុណនឹងឆ្លងសញ្ញាស្មើចេញចែកតមកទៀតយើងបាន n ដឺក្រេស្មើនឹងបាទចែកលេខទៅឃើញបាទ30ដឺក្រេបាទ30ដឺក្រេអញ្ចឹងបាទចម្លើយយើងដល់ហើយយើងឆ្លើយមកដូចនេះរង្វាស់ n ស្មើនឹង30ដឺក្រេហើយបងអូនយកបន្ទាត់មកគូអុំប៉ាត់ឲ្យស្អាតមកបាទលំហាត់យើងបាទគឺដល់ទីបញ្ចប់ហើយសូមបងប្អូនទាំងអស់រៀនតាមគំរូនេះបើសិនជាជួបមហាត់ប្រភេទបែបនេះដល់យើងមើលរូបនេះណារូបនេះគឺទម្រង់មុំរៀបបាទមុំរៀបអញ្ចឹងអរគុណសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ